រថយន្តដឹកអ្នកដំណើរក្រឡាប់នៅលើភ្នំគិរីរម្យរងរបួសធ្ងន់ស្រាលច្រើនអ្នកមនុស្សប្រុសស្រីជាច្រើនអ្នកបានរងរបួសធ្ងន់ស្រាលហើយត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចដឹកយកទៅសង្គ្រោះព្យាបាលភ្លាមៗខណៈដែលរថយន្តដឹកអ្នកដំណើរមួយគ្រឿងក្រឡាប់នៅលើភ្នំគិរីរម្យបង្កឲ្យមានការភ្ញាក់ផ្អើលហេតុការណ៍រថយន្តដឹកអ្នកដំណើរក្រឡាប់រងរបួសមនុស្សច្រើនអ្នកនេះបានកើតឡើងល្ងាចថ្ងៃទី16ខែមីនាឆ្នាំ2025ត្រង់ចំណុចចុះចំណតក្រុមហ៊ុនវីរៈប៊ុនធម្មតំបន់ឧទ្យានជាតិគិរីរម្យស្ថិតនៅតំបន់គិរីរម្យឃុំចំបក់ស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺមន្ត្រីនគរបាលភ្នំស្រួយបាននិយាយឲ្យដឹងថារថយន្តដែលក្រឡាប់បណ្ដាលឲ្យរងរបួសមនុស្សច្រើនអ្នកនោះម៉ាក់មីស៊ុយមុតស៊ីពណ៌សពាក់ស្លាកលេខស្វាយរៀង 3A2400 អ្នកបើកបរមិនទាន់ស្គាល់ឈ្មោះនោះបានចេញដំណើរពីខេត្តស្វាយរៀងសរុបមនុស្សចំនួន30នាក់បានរួមដំណើរក្នុងរថយន្តនោះហើយបានរងរបួសធ្ងន់ចំនួន10នាក់របួសស្រាល4នាក់បច្ចុប្បន្នក្រុមជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺដើម្បីសង្គ្រោះនិងព្យាបាលចំណែករថយន្តក្រឡាប់រងការខូចខាតស្ទើរទាំងស្រុងទៅហើយសមត្ថកិច្ចនគរបាលជំនាញស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួយបណ្ដោះអាសន្នសិន